ចឹងសម្រាប់គូឬក៏បេក្ខជនដែលមានសមត្ថភាពខ្លាំងជាងគេនៅក្នុងថ្ងៃនេះគឺជូទេម៉ាជាមួយនឹងរីខៃហើយយើងក៏ដឹងថាអ្នកណា the best performance នៅក្នុងសប្តាហ៍នេះផងដែរតែតោះយើងមកស្ដាប់ជប៉ុយទាំងអស់គ្នាបេក្ខជនទី1គឺ Yang JX ខ្ញុំយ៉ាងចេកអិចខ្ញុំវិចចេកអាំងមិនលក់ខ្ញុំប៉ាំងដូចជាពូវ៉ាំងដឺគុំឃើញខ្ញុំស្គមគុំឃើញខ្ញុំស្វិតថាចំោះខ្ញុំក៏ពិតឲ្យស៊ីស៊ុបខ្ញុំជាកវីដែលដោះឡើងដោយគ្មានជីជីវិតខ្ញុំមានពេលលឺពេលបានចូលធីម W សំឡេងខ្ញុំនឹងធ្វើឲ្យគេព្រឺគ្រប់កម្មវិធីចូលមកប្រឡងខ្ញុំប្រាក់រង្វាន់ខ្ញុំចូលវ៉ាលីបេក្ខជនទី2គឺ Sly O ឆ្ងាយផ្ទះចម្រះលើដីថ្មីស្ពាយឈ្មោះកាត់ព្រៃជរិកទីនេះតាំងទីអត់តន់អចិន្ត្រៃយ៍អត់ហ៊ានដេកថ្ងៃព្រោះអត់អីស៊ីត្រីអាំងចិត្តឆាបដូចសាំងឲ្យស៊ីងងើកភ្លើងចូលមកទីនេះសតែជាអ្នកខ្លាំងគេចង់បណ្ណាំងខ្ញុំដាក់វាបះជើងបេក្ខជនទី3គឺ Two Leapអត់មានអ្នកប្រាប់ក៏ខ្ញុំនេះដឹងខ្ញុំហិលអញ្ចឹងតាំងម្សិលមិញបើសិនចង់លយកុំខ្លាចគេច្រេញព្រោះមកដេញវាចាញ់អំបិលមកទេដោយសារខ្ញុំខ្លាំងគេចាត់ជាខ្មាំងគេត្រឹមជាសាក់ខ្ញុំជាសាំងសុបពែគេយ៉ាងមិនអាចដឹងខែព្រោះសាំងសុបពែថ្លៃជាងគេបេក្ខជនទី4គឺ Wonder Boy ស្ដាប់ខ្ញុំមួយជីវិតមានតែមួយកុំរំអួយដេកចាំត្រូវរស់រស់ត្រូវលើកស្ទួយយើងលេងមួយមើលរលួយបាត់ឆ្នាំងខំរៀនខំសូត្រព្រោះតែខ្ញុំចង់ចេះបានជាបណ្ដេះខ្ញុំច្រេះជាបណ្ដាំគេស្ដាប់ខ្ញុំម្ដងហើយម្ដងទៀតព្រោះខ្ញុំនេះមិនទៀបគុណភាពផ្កាយ5អូខេតើអ្នកទាំងអស់គ្នាគិតថាតើសប្តាហ៍មួយណាដែល the best ខ្លាំងតែនៅក្នុងវគ្គ collaboration ហើយ comment នៅខាងក្រោមឲ្យខ្ញុំបានដឹងផងជួបគ្នា the next level reaction